ឆ្នាំថ្មីបុណ្យប្រពៃណីជាតិខ្មែរកម្មករយុជិតធនាគារអេស៊ីដាទាំងអស់នឹងគ្រប់សាខាការិយាល័យទាំង260ជាងបាទទាំងអស់គ្នាកម្មករយុជិតទាំងអស់នឹង12000នាក់នេះបានប្រពៃពិធីបុណ្យសូត្រមន្តបាទចូលឆ្នាំថ្មីបិទតែឆ្នាំថ្មីមិនទាន់ដល់ថ្ងៃចូលឆ្នាំជាផ្លូវការទេប៉ុន្តែយើងប្រពៃយកថ្ងៃទី10បាទខែមេសានឹងទាំងអស់គ្នាបាទដើម្បីបាទបួងសួងឲ្យយើងមានសេចក្តីសុខរីកចម្រើនបាទហើយនឹងឲ្យទាំងអស់គ្នានឹងបាទហើយសូត្រមន្តដើម្បីប្រោះព្រំអគារការិយាល័យទាំងអស់ពួកយើងបានសុខសាន្តនៅក្នុងការធ្វើអាជីវកម្មជាង30ឆ្នាំហើយឆ្នាំនេះក៏ឆ្នាំមួយទៀតដែលបូកបញ្ចូលនឹងអាយុកាលនៃការបំពេញការងាររបស់យើងហ្នឹងហើយបួងសួងឲ្យឆ្នាំនេះក៏ដូចជាឆ្នាំបន្តបន្ទាប់យើងបានសុខសាន្តជោគជ័យបាទជានិរន្តរទៅហើយក៏ជាឱកាសដ៏ពិសេសវិសាលនេះដែរសូមបួងសួងឲ្យយុទ្ធជនរបស់យើងទាំងនៅជួរមុខទាំងនៅជួរក្រោយបាទមានសេចក្តីសុខបាទមានសុវត្ថិភាពបាទឈ្នះអស់សត្រូវឈ្លានពានទាំងអស់ហ្នឹងដែលយាយីប្រទេសជាតិយើងនឹងហើយក៏ជាឱកាសនេះដែរក៏សូមបួងសួងឲ្យបងប្អូនជនភៀសសឹកដែលលោកដែលកំពុងបានស្ថិតនៅទីតាំងបណ្ដោះអាសន្នក៏ដូចជាបានចូលទៅក្នុងនៅឋានខ្លះហ្នឹងគាត់មានសុភមង្គលរីកចម្រើនហើយរួបរวมជាមួយយើងខ្ញុំអបអរសាទរឆ្នាំថ្មីទាំងអស់គ្នាហើយសូមឲ្យពួកគាត់នឹងមានសុខុមាលភាពមានសុខភាពមានសុវត្ថិភាពហើយអ្នកដែលបានទៅដល់លំនៅឋានហើយនឹងគាត់បន្តសុខសាន្តហើយអ្នកដែលមិនទាន់បានទៅនឹងគាត់សង្ឃឹមថាបួងសួងឲ្យពួកគាត់ទាំងអស់គ្នានេះឆាប់បានវិលទៅលំនៅឋានរបស់គាត់វិញបាទទាំងអស់គ្នាហើយម្ដងទៀតយើងបួងសួងឲ្យទេវតាឆ្នាំថ្មីថែសារយើងទាំងអស់ថែសារថ្នាក់ដឹកនាំជាតិរបស់យើងថែសារប្រជាជនកម្ពុជារបស់យើងទាំងអស់នឹងឲ្យយើងមានសេចក្តីសុខសុវត្ថិភាពរីកចម្រើននិងជាពិសេសសុខភាពល្អបរិបូរណ៍សម្រាប់កសាងសម្រាប់ការពារសម្រាប់ធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនតរៀងទៅ